អ្នកគ្នាខ្ញុំឈ្មោះហៀងចនាជានិស្សិតឆ្នាំទី2មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជាហៅកាត់សាលាតិចណូផ្នែកវិស្វកម្មគីមីចំណីអាហារអ្នកគ្នាគិតថាការប្រឡងចាប់បាត់ដប់ហ្នឹងវាគឺជារឿងងាយសម្រាប់អ្នកគ្នាណាក៏អាចធ្វើបានដែរប៉ុន្តែចំពោះប្រជាជនដែលមានជីវភាពក្រីក្រដូចពួកខ្ញុំគឺវាមាន challenge ច្រើនដោយសារពួកខ្ញុំត្រូវកាត់គូទៅលើការរៀនសូត្រមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនហើយបើសិនជាអត់មាន CCF ទេពួកខ្ញុំក៏អត់អាចមានសមត្ថភាពឆ្ពោះទៅកាន់ភាពជោគជ័យមួយនឹងដែរហើយភាពជោគជ័យទី2គឺខ្ញុំបានបញ្ចប់ការសិក្សាដោយជោគជ័យទៅលើបញ្ញាបត្ររងរបស់ខ្ញុំផ្នែកវិស្វកម្មគីមីចំណីអាហារនឹងដោយសារខ្ញុំបានសរសេរ thesis ឬក៏សារណាហ្នឹងលក្ខណៈថាវាជា challenge ថ្មីមួយដែលពួកខ្ញុំជួបប្រទះចំពោះ future plan របស់ខ្ញុំបន្ទាប់ពីបញ្ចប់បញ្ញាបត្ររងរបស់ខ្ញុំនឹងអាចធ្វើជាបុគ្គលិកក្នុងឧស្សាហកម្មមួយដែលជាផ្នែកមួយជំរុញឲ្យវិស័យចំណីអាហាររីកចម្រើនទី2គឺខ្ញុំអាចបើកអាជីវកម្មខ្លួនឯងជាសិប្បកម្មតូចមួយដូចជាការផលិតភេសជ្ជៈឬក៏បាយបំពងឬក៏ផលិតផលផ្សេងៗដែលអាចធ្វើដោយដៃបាន